ទម្លាប់ល្អៗនៅក្នុងការរស់នៅមិនត្រឹមតែជួយឲ្យសុខភាពរាងកាយមាំមួននោះទេប៉ុន្តែថែមទាំងជួយឲ្យសុខភាពផ្លូវចិត្តល្អនិងបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃទៀតផងខាងក្រោមនេះជាទម្លាប់ល្អៗខ្លះៗដែលគួរអនុវត្តមួយគេងឲ្យបានគ្រប់គ្រាន់និងទៀងទាត់ពេលព្យាយាមគេងឲ្យបាន7 ទៅ 8 ម៉ោងក្នុងមួយយប់ហើយចូលគេងនិងភ្ញាក់ពីគេងឲ្យបានចំពេលដដែលទី2ញ៉ាំទឹកឲ្យបានច្រើនផឹកទឹកយ៉ាងហោចណាស់2 លីត្រក្នុងមួយថ្ងៃដើម្បីជួយដល់ប្រព័ន្ធរំលាយអាហារនិងធ្វើឲ្យស្បែកស្រស់ថ្លារបបអាហារមានតុល្យភាពបង្កើនការញ៉ាំបន្លែផ្លែឈើនិងកាត់បន្ថយអាហារដែលមានជាតិស្ករនិងខ្លាញ់ច្រើនទី4ហាត់ប្រាណឲ្យបានទៀងទាត់ចំណាយពេលយ៉ាងហោចណាស់30 នាទីក្នុងមួយថ្ងៃដូចជាដើរឬរត់ជាដើមដើម្បីបង្កើនថាមពលរាងកាយទី5គ្រប់គ្រងហិរញ្ញវត្ថុធ្វើបញ្ជីចំណូលចំណាយនិងសន្សំសំចៃទុកសម្រាប់គ្រាអាសន្នអ្នកមិនចាំបាច់ផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងក្នុងពេលតែមួយនោះទេចាប់ផ្ដើមពីទម្លាប់តូចៗ1 ឬ 2ជាមុនសិនដូចជាការក្រោកពីគេងញ៉ាំទឹកមួយកែវនៅពេលដែលសម្របខ្លួនបានហើយសិមបន្ថែមទម្លាប់ល្អៗផ្សេងៗទៀតការធ្វើវាជាប្រចាំគឺជារឿងដែលសំខាន់បំផុត